Ranger Watrack ម៉ាស៊ីន 3.2 ម៉ាស៊ីនធំឆ្នាំ 2020 មានបងណាត្រូវការហើយឡាននេះដែរពណ៌ទឹកប្រាក់បងប្អូនឬក៏គេហៅថាពណ៌ Aluminum Metallic ឡាននេះនៅស្អាតបងប្អូនបាទនិយាយទៅថ្នាំវាសឹងថា 90% មានជួសខ្លះឯខ្លះដែរមិនអត់ទេឡានប្រើបាន6ឆ្នាំហើយតែតើជូនបងប្អូនអរគ្នាសម្រាប់ឡាននេះគឺអត់មានបុកប៉ះអីទេឡាននេះគឺ Watrack full ពេញហ្មងបងប្អូននេះមានកាំងដបមានកាំងទង្ខយយ៉ាន់ហើយក៏មានតែមចំហៀងទ្វារនឹងដែរបងប្អូនហើយម៉ាស៊ីន 3.2 ម៉ាស៊ីនធំបងប្អូនជាន់ស្ទុះស្រួលបាទនិយាយពីសបកកង់ក៏នៅខះដែរកាឡាបងប្អូនអរគ្នាបាទជីបានយូរទៀតនិយាយទៅបងប្អូនទិញទៅគឺយកទៅជិះតែម្ដងបាទហើយនេះគឺផ្នែកខាងក្រោយបងប្អូនបាទផ្នែកខាងក្រោយ Ranger Watrack 020មកគឺនេះបងប្អូនអូខេខ្ញុំបើកទ្វារក្រោយឲ្យបងប្អូនមើលបន្តិចចឹងខាងក្រោយដូចបងប្អូនឃើញវានិយាយរួមទៅគឺអត់មានអាចអីច្រើនណារបៀបថាឡាននេះគឺយើងអត់សូវបានដឹកអាវ៉ាវ៉ាន់ច្រើនទេជាលក្ខណៈគ្រួសារចឹងវាអត់មានកលិតកលាញ់ឆ្កូតអីច្រើនទេបងប្អូនបាទអូខេបងអញ្ចឹងមកមើលផ្នែកចំហៀងម្ដងបាទចំហៀងក៏ស្អាតដែរឡាននេះគឺអត់មានបុកប៉ះពីអីទេបាទហើយបើនិយាយពីឆ្កៀងមុខនេះគឺប្រើសិតតំពូត LED បាទតោះខ្ញុំនាំបងប្អូនទៅមើលផ្នែកខាងក្នុងបន្តិចបាទខាងក្នុងក៏នៅថ្មីដែរបងប្អូនបាទឡានសាច់ជីតំប្រើបានខ្ទង់80000គីឡូ6ឆ្នាំអីមួយឆ្នាំជីបាន10000បន្តិចអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាមើលផែនវាខាងក្នុងណាដូចពុកស្បែកនេះអញ្ចឹងបងប្អូនបាទឡានតាជីច្រើនសឹកខ្លាំងហើយបាទដូចបងប្អូនឃើញអញ្ចឹងស្បែកអានេះគឺនៅក្រាស់សាច់កាឡាវាអីនៅស្អាតហើយបើចកូននេះគឺដេសបហើយមួយជាន់ទៀតពីលើហើយស្រាប់ទៀតបងប្អូនបាទនេះបងអ្វីដែលខ្ញុំស្រឡាញ់សម្រាប់ model ស៊េរី Watrack ជំនាន់មុនណាគឺតាប់ឡូមុខហ្នឹងហ្មងបងប្អូននិយាយពីថាស្បែកហ្នឹងគឺស្បែកតាំងពីកញ្ចក់ហ្នឹងមកដល់កន្លែងចកូតទៅហ្មងបងប្អូនបាទធំណាបាទហើយមួយទៀតបើនិយាយពីអេក្រង់កដាលនេះវិញគឺទំហំ screen នេះ8 inch បងប្អូនបាទជាប់ Apple CarPlay ក៏បានដែរ Android Auto អីក៏បានដែរហើយនិយាយពីគីឡូនោះបងប្អូននោះគីឡូ74000ថា80000ខ្ជិលកាត់លេខញញ៉ៃច្រើនបាទគេវីដេអូនេះរៀងយូរតិចឯងបងប្អូនបាទចង់បងប្អូនមើលបន្តិចថាភាពធៀបស៊េរីមុននិងស៊េរីក្រោយនេះខុសគ្នាខ្លះហើយកន្លែងនេះមានអំពូលអូតូដូចគ្នាអាចសេរីកម្ពស់អំពូលបានហើយកញ្ចក់ឆ្វេងស្ដាំចំហៀងហ្នឹងយើងអាចសេរីអូតូបានដែរហើយ Smart Key បាទ Smart Key ចាប់ពី0ដល់9ឡើងមានហើយពួកស៊េរី Watrack ហ្នឹងហើយនេះកាពីតាហើយមានមុខងារជាច្រើនផ្សេងទៀតនៅនឹងដែរហើយអ្វីដែលសំខាន់គឺមានមុខងារចូលចតស្វ័យប្រវត្តិថែមទៀតនេះបងប្អូនស៊េរីមុនមានបងប្អូនហើយមានមុខងារផ្សេងទៀតមុខងារចូលចំណោតបានឡុកប៉ុងក្រោយអីផ្សេងពេលជាប់ផងអីចឹងទៅបាទហើយបើនៅលើណាមានកញ្ចក់មើលក្រោយនេះជាប្រភេទកាចណាំងផ្លាតណាអូតូឌីមបងប្អូនបាទវាកាចណាំងផ្លាតពីឡានខាងក្រោយមកដែរអញ្ចឹងល្អដែរបាទ option ទំនើបស៊េរីឆ្នាំ020ប៉ុន្តែល្មមប្រើហើយបងប្អូនបាទតម្លៃតែ30000ស្ដើងហ្នឹងអញ្ចឹងសម្រាប់បងណាមានតម្រូវការចង់មកមើលផ្ទាល់ណាត់មើលផ្ទាល់អីអាចតាក់ទងមកបានណាបងតាមលេខទូរស័ព្ទលើអេក្រង់ហ្នឹងឬក៏ឆាតមកក៏បានដែរបាទ